បាទបងប្អូនបាទសម្រាប់បងប្អូនដែលមានការជាមួយនឹងប្រភេទសិនកិនស្រូវបងប្អូនអាចមើលបានជាមួយនឹងវីដេអូផ្ទាល់បាទហើយសម្រាប់បងប្អូនដែលសួរច្រើនថាអត់ឃើញជាមួយនឹងការកិនជាមួយនឹងស្រូវផ្ទាល់បាទបងប្អូនបាទអាចមើលបានបាទចេញមកក៏ពីច្រកមុំណាបាទប្រភេទម៉ាស៊ីននេះបាទចេញមកក៏ស្លូនសស្គូបតែម្ដងបងប្អូនបាទសម្រាប់បងប្អូនដែលមានត្រូវការចង់ប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវបងប្អូនអាចមើលបានជាមួយនឹងប្រភេទម៉ាស៊ីនកិនស្រូវប្រភេទនេះបាទប្រភេទនេះគឺយើងអាចកិនបានក៏ជាទីច្រកបើច្រកជាមួយនឹងចុងកហើយនឹងកន្លែងសិតជាមួយនឹងស្រូវជាមួយនឹងកបាទហើយបើកកន្លែងនេះគឺជាកន្លែងដែលបើកស្រូវចូលក្បាលម៉ាស៊ីនបងប្អូនបាទហើយកន្លែងនេះគឺជាកន្លែងដែលរែងផ្កាស្មៅរែងគ្រូផ្សេងបាទជាមួយនឹងការស្មៅគឺសំខាន់បងប្អូនបាទគឺច្រើនមែនទែនបាទហើយបើបងប្អូនមានម៉ាស៊ីននេះមួយគឺអាចកិនបានបាទគឺអត់មានការស្មៅទេណាបងប្អូនណាបាទគឺយើងធ្វើការរៀបចំតេស្តជូនលោកពូបាទដែលគាត់មកទិញផ្ទាល់ហើយក៏យើងធ្វើការដឹកជូនគាត់ដល់ផ្ទះតែម្ដងណាបាទដល់ផ្ទះគឺយើងធ្វើការតេស្តជូនតែម្ដងបាទជាមួយនឹងប្រភេទម៉ាស៊ីនប្រភេទនេះបាទបងប្អូនអាចជាប់បានទាំងម៉ូទ័រទាំងម៉ាស៊ីនសាំងបាទនេះអង្គបងប្អូនអាចមើលបានបាទហើយនេះអង្គទី2បាទគឺ3កំណាត់ហ្នឹងណាបាទហើយនោះគឺជាចុងកបាទចុងកផ្សេងបាទ3កំណាត់ផ្សេងសលូនផ្សេងហើយងាកមកខាងក្រោយគឺមានទាំងតៅកន្ទក់និងតៅកិនបន្លែផ្សេងកិនខ្យងក្តាមផ្សេងបាទកន្ទក់ផ្សេងណាបាទហើយសម្រាប់បងប្អូនដែលមានតម្រូវការបងប្អូនអាចទាក់ទងមកបានបងប្អូនណាបាទបងប្អូនដែលនៅតាមខេត្តគឺអាចធ្វើការផ្ញើជូនបាននៅទៅតាមខេត្តក្រុងតែម្ដងបាទសម្រាប់បងប្អូនដែលចង់បានបងប្អូនអាចទាក់ទងមកតាមរយៈលេខទូរស័ព្ទដែលដាក់នៅលើវីដេអូហ្នឹងបងប្អូនណាបាទ